ជួយផងស្រែកធ្វើអីយ៉ាងណាក៏នាងដេកជាមួយអាធំហើយធ្វើស្មោះត្រង់ធ្វើអីឲ្យអញសាកល្បងផងអ្វីដែលអាធំធ្វើបានអញអាចឆ្កែពីក៏ធ្វើបានដែរលេងដែរអញចង់បាននាងអញមិនប្រកាន់នាងទេត្រង់ឡានព្រមធ្វើជាប្រពន្ធអញទៅអញមិនឲ្យនាងពិបាកទេអាធំឲ្យអីបានអញក៏ឲ្យបានសូម្បីតែអ្វីដែលវាឲ្យមិនបានក៏អញឲ្យបានដែរកុំចូលមកចិត្តនៅទីនេះមានតែពួកយើងពីរអ្នកស្រែកបែកបំពង់ក៏គ្មានអ្នកដែរត្រង់ឡានព្រមតាមអញទៅរឿងនាងជាមួយអាធំអញចាំជួយលាបើមិនព្រមទេអញនឹងទៅស្រែកប្រាប់អ្នកភូមិឥឡូវនេះឲ្យអ្នកស្រែកទាំងអស់គ្នាថានាងលួចដេកជាមួយអាធំរឿងល្អមើលដល់ពេលនឹងចាំមើលថាម៉ែនាងយកមុខទៅទុកឯណាត្រង់ឡានបោះបង់គុណិតនឹងទៅមួយជីវិតនេះក្រៅពីអញអាចឆ្កែពីគ្មាននរណាយកនាងទេឲ្យអញស្រួលខ្លួនបន្តិចមកថ្ងៃមុខអញការយកនាងសន្យាថាស្មោះនឹងមិនវីដំនាងទេអញមិនមែនជាមនុស្សទេអញមិនមែនជាមនុស្សអញជាប្តីនាងមកឲ្យអញថាប់មួយមកតែមួយខ្សឹបទេអាចឆ្កែពីអាសត្វធាតអញហ៊ានប៉ះពាល់កូនស្រីផងអូនខ្ញុំអត់បានអញឃើញច្បាស់នឹងភ្នែកអញខ្ទប់មាត់កូនអញធ្វើអីចុះអញស្រវាចាប់ស្រាខោអាវីយ៉ាងណាអត់ពូជអញវីក្បាលឯងឲ្យងាប់អូយអ៊ំស្រីគុំវីអីខ្ញុំមិនបានធ្វើអីមែនខ្ញុំគ្រាន់តែនិយាយជាមួយនាងតើមានអ្នកណានិយាយគ្នាបែបនេះលោកចូលក្នុងអាកូនក្រមុំគេហើយអាសត្វធាតតម៉ែងអត់ឈាមមកបង្កើតបានអាថោកទៀតដូចឯងថ្ងៃនេះអញត្រូវតែវីអញឲ្យងាប់អ៊ំខ្ញុំលែងហានទៀតហើយជប់ហ៊ានរហូតហើយលើកលែងឲ្យខ្ញុំផងក្រោយបើអញហ៊ានឈានជើងមកចិត្តកូនអញតែមួយជំហានទៀតអញនឹងកាប់កាត់ដៃអញចោលរីអត់អញយកទាំងជីវិតអាចឆ្កែរបស់អញទៀតត្រង់ឡានរឿងនាងជាមួយអាធំអញមិនប្រាប់គេទេកុំបារម្ភទៅឲ្យផុតបើអញហ៊ាននិយាយតែមួយម៉ាត់អញនឹងដេញតាមកាត់អណ្ដាតអញចោលបើគេដឹងអស់តើខ្ញុំត្រូវធ្វើម៉េចទៅម៉ែកូនកុំខ្លាចមានម៉ែនៅទីនេះគ្មានអ្នកណាធ្វើបាបកូនបានទេតោះយើងទៅផ្ទះវិញរត់រួចតែខ្លួនតែរត់មិនផុតពីវត្តទេត្រង់ឡាននាងចាំមើលចុះដេកស្រែក៏រត់មិនបាត់ដែរថ្ងៃនេះកូនដើរដាំកូនម្ទេសតែម្ដងទាន់មុនរដូវរងាគង់តែប្រមូលផលបានខ្លះកូនឯងនេះការមុនប្រើឲ្យធ្វើការតែងតែឧបនិយាពេលឥឡូវប្រែជាប្រឹងប្រែងវិញមិនទាន់ភ្លឺផងក្រោកធ្វើការបាត់ម៉ែការមុនជារឿងមុនឥឡូវជារឿងឥឡូវកូនស្រីបើកូនពិបាកចិត្តប្រាប់ម៉ែមកកុំសុំងំទុកក្នុងចិត្តអីម៉ែកូនមិនពិបាកចិត្តទេគ្រាន់តែឥឡូវកូនយល់នៃជីវិតហើយម៉ែជឿជាក់លើកូនតាមទេសយកទៅលក់នៅទីក្រុងចិត្តធំគ្រាន់បើកូនស្រីពូបីរបស់កូនប្រាប់ថាទុកនៅផ្សារក្រុងពិបាករកណាស់ត្រូវទៅតម្រង់ជួរតាំងពីព្រលឹមមិនអីទេកូនបានណាត់ស៊ូឡានរួចហើយគាត់បរទេសលាពួកយើងចេញដំណើរតាំងពីអាធ្រាត្រមិនទាន់ភ្លឺផងក៏ទៅដល់ដែរប្រយ័ត្នប្រយែងតាមផ្លូវផងដល់ក្រុងកុំចេះតែនិយាយជាមួយអ្នកមកពុកខ្ញុំមិនមែនក្មេងបីគ្រប់ទេចូលក្រុងលក់បន្លែល្អតាត្រង់ឡាននាងចាំមើលចុះចូលក្រុងលក់បន្លែល្អតាត្រង់ឡាននាងចាំមើលចុះត្រង់ឡានមើលអញយកអីមកថ្ងៃនេះតាបានសัตว์ព្រៃថតល្អណាស់សួរឲ្យនាងមួយឆ្នាំមិនបាច់អរគុណអញទេអាចឆ្កែពីអញចង់និយាយអីក៏ប្រាប់គេទៅអញប្រាប់ថាអាធំមានស្រីថ្មីនៅទីក្រុងហើយចុះអញត្រូវអាធំបោះបង់រឿងនេះគង់តែលាក់មិនចិត្តដដែលបើអញនិយាយយ៉ាងណាក៏គ្រាន់តែអ្នកភូមិសាច់អញប៉ុន្មានថ្ងៃយ៉ាងណាក៏គ្រាន់តែអ្នកភូមិសាច់អញប៉ុន្មានថ្ងៃតែអាចឆ្កែពីអញប្រាប់អញឲ្យដឹងបើអញហ៊ាននិយាយដើមអញនឹងទៅប្តឹងមេភូមិថាអញស្រាត់ខោអ្វីអញចាប់អញផ្កាប់មុខលើភ្លឺស្រែចង់រំលោភហិញចាំមើលថាមេភូមិជឿអញឬជឿអញចុះអម៉ែអញយកមុខទៅទុកឯណាទៀតត្រង់ឡាននាងអញស្មានថាអញនៅតែជាត្រង់ឡានពីមុនមែនទេពីមុនអញខ្លាចឯងដើរប្រាប់គេខ្លាចខ្មាស់គេតែឥឡូវអញលែងខ្លាចហើយសូម្បីតែអាធំក៏លែងយកអញតើអញត្រូវខ្លាចខ្មាស់អីទៀតផ្ទុយទៅវិញគឺអញទេអាចឆ្កែប្រាប់គេទៅចាំមើលថាអ្នកភូមិប្រមាថធ្ងន់ណាត្រង់ឡាននាងកុំចេះតែមើលងាយចិត្តល្អអញធ្វើនេះគឺដើម្បីនាងដើម្បីឆ្កែពីកុំមកធ្វើស្អប់ខ្ពើមនៅមុខអញបើអញហ៊ានឈានជើងមកចិត្តអញតែមួយជំហានទៀតចាប់ក្នុងដៃអញអត់មានភ្នែកមើលទេអូខេត្រង់ឡាននាងកាច់ណាស់ចាំមើលថានាងកាច់បានដល់ណាម៉ែនិយាយត្រូវណាស់រៀបរយពេកគេជិះជាន់ត្រង់ឡាននាងពូកែណាស់នាងចេះឡើងដៃហើយហានយូចាប់កាប់មកគំរាមអញផងស្មានថាអញខ្លាចនាងមែនទេនាងមិនអោយអញទៅចិត្តអញរឹតតែទៅចិត្តនាងមិនអោយនិយាយអញរឹតតែនិយាយចាំមើលទៅត្រង់ឡានស្រីមេម៉ាយគេបោះបង់ចោលដូចនាងចាំមើលថានៅក្នុងភូមិនេះបានយូរប៉ុណ្ណាចង់ចូលក្រុងលក់បន្លែបានតើនៅក្នុងក្រុងញ៉ាំញ៉ៃណាស់កូនស្រីម្នាក់ឯងត្រង់ឡានឯងញៀសូច្លាចអីអត់ផងមានរឿងអីមិនក៏អញមានអារម្មណ៍ថាមានអ្នកណាលួចតាមយើងមានអ្នកណាកុំបំភ័យខ្លួនឯងអីមានមែនអំបញ្ញមិញអញស្នូជើងជប់សិននរណាអញឃើញអញហើយចេញមកបើមិនចេញអញយកកងចាក់កាប់ហើយត្រង់ឡានគឺអញតាកុំកាប់អាចឆ្កែពីអញតាមពួកអញទាំងអាធ្រាត្រធ្វើអីអញបារម្ភពីពួកនាងតាស្រីពីរនាក់ដើរផ្លូវងឹតមិនសុវត្ថិភាពទេអញមកកំដរមិនបាច់ទេត្រឡប់ទៅវិញទៅកុំអីត្រង់ឡានអញបំណងល្អតាមើលទៅងឹតឈឹងក្រែងលោជួបមនុស្សអាក្រក់អញហ៊ានឈានជើងមកមុខទៀតមើលបានអញមិនដើរទៅទេត្រង់ឡានមិនក៏ប្រកាន់ម្លេះអ្នកភូមិជាមួយគ្នាអញធ្វើបាបនាងការជប់សម្ដែងទៅអាចឆ្កែពីអញប្រាប់អញម្ដងទៀតត្រឡប់ទៅវិញឈប់តាមពួកអញបានអញទៅវិញក៏បានដើរផ្លូវប្រយ័ត្នប្រយែងផងភ័យស្ទើរជូដាក់ខោវាពួនក្នុងព្រៃពោតទាំងយប់ធ្វើអីអ្នកណាទៅដឹងតោះទៅមិនចិត្តភ្លឺហើយមិនអោយអញតាមបានពួកនាងដើរផ្លូវធំអញដើរផ្លូវកាត់ចាំជួបគ្នានៅច្រកទ្វារក្រុងអ៊ំស្រីសាកល្បងជ្រក់ម្ទេសដែលខ្ញុំផ្អាប់ខ្លួនឯងមើលប្រើតែម្ទេសដាំនៅចំការខ្លួនឯងទេមិនមានលីសារធាតុអីទេឆ្ងាញ់ណាស់ហេរ៉ូស្រួយល្អណាស់មួយក្រឡពីរៀបកន្លះថ្លៃម្លេះខាងនោះលក់តែ1រៀប8ជីទេអ៊ំភ្លុកមើលខាងនោះដឹងហើយទំនិញល្អតម្លៃតាមនឹងជ្រក់នេះខ្ញុំប្រាំទេសដល់ទៅ3មុខបើមិនទាន់ត្រូវធៀបខ្ញុំមិនបើកក្រឡទេអូខេយកឲ្យអ៊ំមួយក្រឡមកត្រង់ឡានដាច់ក្បាលប្រាក់ហើយធ្វើចិត្តឲ្យស្ងប់មកសាកល្បងមើលមិនឆ្ងាញ់មិនយកលុយទេអូហូមិនមែននាងត្រង់ឡានទេអីមកលក់ជ្រក់បន្លែតើអាចឆ្កែពីអញមកធ្វើអីអញមកដើរលេងក្នុងក្រុងតៃដល់ណាជួបនាងម៉េចហាមិនអោយអញទិញអីអញមិនមែនមកទិញអីទេជ្រក់នេះមើលទៅមិនអាក្រក់ទេត្រង់ឡានជ្រក់ផ្ទះនាងអនាម័យអត់ជ្រក់ផ្ទះខ្ញុំធ្វើហូបខ្លួនឯងស្អាតនិងមានអនាម័យណាស់ត្រង់ឡានកុំបោកប្រាស់គេអីអញថាដេកចំការនាងនៅក្បែរបង្គន់តើអាចឆ្កែពី
anhនិយាយស្ដាយមិនដាក់ជីអញចេះអីខ្លះអញគ្រាន់តែសួរតើអ្នកណាក៏មកទិញទំនិញដែរត្រូវតែដឹងថាបន្លែនឹងដាំដុះរបៀបម៉េចម្យ៉ាងទៀតត្រង់ឡានខ្លួននាងស្អាតស្អំឬអត់មនុស្សក្នុងភូមិដឹងទាំងអស់រឿងនាងជាមួយអាធំនៅព្រៃពោតអាចឆ្កែពីរអញនិយាយចប់ឬនៅអញគ្រាន់តែបំណងល្អរំលឹកគេអញថាច្រកអញមិនស្អាតមែនទេអញ្ចឹងអញភ្លុកមើលទៅបើគិតថាមិនស្អាតសឹមនិយាយចេញមកបើគិតថាស្អាតបិទមាត់អញទៅបើគិតថាស្អាតបិទមាត់អញទៅអញមិនចេះញ៉ាំហេតុទេអញមិនថាអញនឹងច្រកអញមិនស្អាតទេអីបើមិនភ្លុកធ្វើមិនដឹងថាស្អាតឬអត់ភ្លុកនៅមុខអ្នករាល់គ្នាមើលចង់ប្រមាថគេភ្លុកមើលទៅត្រូវហើយចេះតែនិយាយគ្មានអីបញ្ជាក់អ្នកណាជឿអាចឆ្កែពីរអញដេញតាមអញពីភូមិរហូតដល់ក្រុងមកដល់ផ្សារមិនទិញអីបើកមាត់ភ្លាមចោទថាជ្រុកអញមិនស្អាតអញមានគំនិតអាក្រក់អីតាមរំខានកូនក្រមុំគេទាំងយប់ចរិតថោកទាបណាស់មកឈ្នានីស្តូគេបែបនេះអត់ពូជមែនអាចឆ្កែពីរបើមិនហានស៊ីមទេសទេចេញឲ្យផុតថ្ងៃក្រោយកុំមកដើរនិយាយដើមគេក្នុងភូមិទៀតអញត្រង់ឡានធ្វើអីត្រង់ទៅត្រង់មកមិនខ្លាចឯងទេស៊ីក៏ស៊ីនរណាខ្លាចទឹកអាម្នាក់នេះមាត់រឹងណាស់តើស៊ីមទេសមួយដុំហេរឡើងស្រក់ទឹកភ្នែកនៅហានប្រមាថជ្រុកគេទៀតក្មួយស្រីជ្រុកនាងរសជាតិយ៉ាងណាពីក្រឡមកខ្ញុំយកមួយក្រឡដែរហេរឆ្ងាញ់ណាស់ត្រង់ឡាននាងចាំមើលត្រង់ឡាននាងចាំមើលឥឡូវត្រូវយកជ្រក់ទៅប្រគល់ឲ្យថៅកែភោជនីយដ្ឋាននាងធ្វើបែបនេះចង់ឲ្យវាផ្ទុះដាំទ្រូងភោជនីយដ្ឋានហ្វូឡៃអាធំលើកនេះមានរឿងល្អមើលហើយមិនក៏អញតាមមកទីនេះបារម្ភពីនាងតាស្រីក្មេងម្នាក់ដើរចូលច្រកក្រោយភោជនីយដ្ឋានទាំងព្រលឹមមិនសុវត្ថិភាពទេអញមកការពារនាងអាចឆ្កែពីរអញតាមពីភូមិរហូតដល់ក្រុងតាមពីផ្សាររហូតដល់ភោជនីយដ្ឋានដោយកៅស៊ូស្អិតចឹងណែស៊ូឡានអញកំពុងនិយាយជាមួយត្រង់ឡានអាធំបោះបង់នាងហើយនាងនៅតែរត់តាមវាទៀតធ្វើបែបនេះមិនមែនស្វែងរកសេចក្តីសុខទេអញសន្យាថាល្អជាមួយនាងមិនឲ្យនាងតូចចិត្តទេអាចឆ្កែពីរអញប្រាប់អញប៉ុន្មានដងហើយមិនអាចទៅរួចទេអញកាត់ចិត្តទៅត្រង់ឡាននាងកុំចេះតែឲ្យជើងលេងស្គាល់ដៃស្មានថាខ្លួនឯងជានរណាត្រឹមស្រីស្រែដែលប្រុសគេបោះបង់ចោលនៅចេះមករើអង្គទៀតអញប្រាប់នាងឲ្យដឹងក្រោយពីអញអាចឆ្កែពីរគ្មានប្រុសណាយកនាងទេលេងអញអាចឆ្កែពីរលេងដៃ